ចំណុចដែលធ្វើឲ្យម៉ូទ័ររបស់បងប្អូនប្រើប្រាស់បានយូរនិងដំណើរការល្អចំណុចសំខាន់ទី1មុននឹងដំណើរការម៉ូទ័រយើងត្រូវប្រកាសថាម៉ូទ័ររបស់យើងគឺមានទឹកគ្រប់គ្រាន់ចូលទៅក្នុងម៉ូទ័របើសិនជាក្នុងម៉ូទ័ររបស់បងប្អូនអត់មានទឹកទេយើងអាចដាក់ទឹកចូលទៅក្នុងកន្លែងនេះសិនមុននឹងដំណើរការចំណុចសំខាន់ទី2គឺត្រូវអាសាឆែកនៅក្នុងកត្រងមួយនេះជិះវាងមានកំទេចកំទីស្លឹកឈើដូចជាដីផ្សេងៗដែលធ្វើឲ្យម៉ូទ័ររបស់យើងស្ទះអត់ដំណើរការទេចំណុចសំខាន់ទី3ទាក់ទងនឹងរយៈពេលនៃការដំណើរការម៉ូទ័រធម្មតារយៈពេលស្តង់ដារនៅក្នុងការដំណើរការម៉ូទ័រគឺរយៈពេលចន្លោះពី5ម៉ោងទៅ8ម៉ោងអញ្ចឹងបងប្អូនត្រូវជិះវាងនៅក្នុងការប្រើប្រាស់ម៉ូទ័រដែលមានរយៈពេលយូរដូចជា10ម៉ោងទៅ12ម៉ោងអីដែលធ្វើឲ្យម៉ូទ័ររបស់បងប្អូនឆាប់ក្តៅនិងឆាប់ខូចផងដែរចំណុចសំខាន់ទី4គឺទាក់ទងនឹងរោមម៉ូទ័រអញ្ចឹងទីតាំងដែលយើងដាក់ម៉ូទ័រនេះត្រូវប្រកាសថារោមម៉ូទ័ររបស់បងប្អូនមានខ្យល់ចេញចូលគ្រប់គ្រាន់មានស្ថិរភាពអត់ក្តៅពេកអត់ហប់ពេកដែលធ្វើឲ្យម៉ូទ័ររបស់យើងនឹងវាឆាប់ឡើងកម្ដៅចំណុចសំខាន់ទី5ទាក់ទងនឹងប្រព័ន្ធភ្លើងសម្រាប់ប្រព័ន្ធភ្លើងនេះផងដែរបងប្អូនត្រូវមានទូ control មួយផ្សេងមុននឹងតភ្ជាប់ប្រព័ន្ធភ្លើងទៅក្នុងម៉ូទ័រយើងអាចតម៉ូទ័រនេះទៅនឹងប្រព័ន្ធភ្លើង direct មកឲ្យជៀសវាងការបុកចរន្តភ្លើងផ្សេងៗដែលធ្វើឲ្យម៉ូទ័ររបស់បងប្អូនឆាប់ឆេះលើសំខាន់ដែលនាងខ្ញុំបង្ហាញនេះគឺយើងអាចអនុវត្តបាននៅគ្រប់ប្រភេទម៉ូទ័រទាំងអស់សម្រាប់អាងហែលទឹកអាងស្ប៉ាឬក៏ម៉ូទ័រទឹកធ្លាក់អីផ្សេងៗអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់ក៏ដូចជាចង់កំងសម្ភារៈទៅប្រើប្រាស់អាចតាក់ទងមកកាន់ Page ឃ្លាំងអាងទឹក 6A ឬលេខទូរស័ព្ទនៅក្នុងវីដេអូនេះបាយបាយ